អនុញ្ញាតគ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតាបងប្រុសបងស្រីលោកគ្រូអ្នកគ្រូថ្នាក់ដឹកនាំទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញវីដេអូមួយអំពីរបៀបផ្ទេរបន្ទុកមាសទៅកាន់នរណាម្នាក់ឬក៏ទៅកាន់ហាងមាសដើម្បីដោះដូរយកជាថវិកាយកមកប្រើប្រាស់ឬក៏មិនបាច់ចាំដោះដូរជាថវិកាយើងគាត់តែចង់ផ្ទេរមាសហ្នឹងទៅកាន់នរណាម្នាក់គឺយើងគ្រាន់តែអនុវត្តតាមខ្ញុំបើយើងផ្ទេរបន្ទុកធម្មតា BPV គឺយើងផ្ទេរចុចកន្លែងនេះប៉ុន្តែយើងផ្ទេរមាសគឺអត់យើងផ្ទេរតាមហ្នឹងទេគឺយើងផ្ទេរកន្លែងនេះចុចកន្លែងហ្នឹងណាកន្លែង 3 ហ្នឹងណាចុចមកតមកយើងយកកន្លែង personal point បន្ទុកតខ្លួនរងចាំបន្តិចបន្តមកទៀតយើងផ្ទេរយើងចុចកន្លែងនេះប៉ុន្តែដើម្បីផ្ទេរបានលុះត្រាតែយើងមានមាសយើងដែរមានមាសនេះឥឡូវមាសខ្ញុំនេះមាន 60000 អញ្ចឹងខ្ញុំចង់ផ្ទេរទៅ 20000 អញ្ចឹងយើងចុចកន្លែងហ្នឹងមកតមកទៀតយើងចុចកន្លែងនេះឲ្យវាបង្ហាញមាសមកសិនឥឡូវមាសបង្ហាញមកឲ្យ 60000 នេះបន្តមកទៀតយើងលុបចោលយើងដាក់ចំនួនដែលយើងចង់ផ្ទេរចេញអញ្ចឹងបងប្អូនទៅមើលកន្លែងនេះជាប់លេខ01ណាចុះលេខ01អញ្ចឹងខ្ញុំផ្ទេរ 20000 ខ្ញុំសរសេរលេខ2ប៉ុន្តែវាជាប់លេខ20ហើយអញ្ចឹងថែម0ទៀតអានេះ 2000 ថែម0មួយទៀតគឺ 20000 អញ្ចឹងនេះយើងរាប់ទុកចាប់ពីតំណឹងទៅអាកន្លែងចុចខាងក្រោយ2នេះយើងអត់រាប់ទេណាអញ្ចឹង04ហ្នឹងគឺស្មើនឹង 20000 តំណែងខ្ញុំដាក់វាលោតប៉ក់ហ្នឹង 20000 អញ្ចឹងតមកទៀតយើងបញ្ចូល ID តាមពិតយើងត្រូវបញ្ចូល ID មុនតែយើងកំណត់លុយកំណត់មាសមុនក៏បានដែរអញ្ចឹងយើងទេយើងដាក់ចំនួន BPV 20000 ទៀតទៅវាកណនីទៅតាមមាសរបស់យើងកាត់អូតូអញ្ចឹងណាអញ្ចឹងខ្ញុំជ្រើសរើស ID ដែលខ្ញុំត្រូវផ្ទេរទៅឲ្យគេអញ្ចឹងខ្ញុំផ្ទេរទៅកាន់ហាងមាស9399យើងដាក់មក93 99 99ហើយទៀត49 499 599 499 599តមកយើងចុចលើអក្សរឈ្មោះ QQ នេះចុចលើវាមកវាចេញមកបង្ហាញមិនចឹងហើយអញ្ចឹងតមកទៀតយើងត្រូវថត screen មួយសិនដើម្បីបញ្ជាក់គេថាយើងបានផ្ទេរទៅហើយអញ្ចឹងយើងថត screen មួយតមកយើងចុច confirm ចុច confirm ទៅហើយយើងចុចថត screen មួយទៀតហើយយើងចុច OK ដើម្បីជាអំណះអំណាងយើងអាចចុចកន្លែង 3 ហើយយើងឆែកកន្លែង transaction នេះយើងចុចកន្លែងហ្នឹងមកតមកយើងយកកន្លែង BP Gold យើងចុចអញ្ចឹងមកហើយទិន្នន័យដែលយើងបានទេទៅកាន់គេហ្នឹងគឺវានៅខាងលើគេនេះខាងលើនេះគេអក្សរក្រហមនេះ BP Gold អក្សរក្រហមហ្នឹងនេះចំនួន BP Gold ហើយអានេះឈ្មោះហាងឬក៏គណនីដែលយើងផ្ទេរទៅវាដាក់បានផ្ទេរចេញឃើញទេយើងអាចថត screen នៅហ្នឹងមួយទៀតយើងចុចកន្លែងនេះដើម្បីឲ្យឃើញផ្ទៃវាធំហើយយើងជ្រើសរើសកុំព្យូទ័រតមកវាចេញអញ្ចឹងហើយយើងអាចថត screen បានទៀតថត screen មកទៅដល់ណាបាត់ហើយចាំតិចសាមីអូខេហើយប៉ុណ្ណឹងហើយយើងប្រាប់គេទៅតមកយើងចុចមកវិញមកយើងដកគ្រីសកុំព្យូទ័រនេះចេញឲ្យមកតម្រង់ដើមវិញហើយសម្រាប់បងប្អូនដែលមើលអត់ទាន់បងប្អូនអាចនេះបានមើលតាមវីដេអូនោះហើយយើងស្កប់តាមវីដេអូនោះទៅកុំឲ្យគិតចោទប្រកាន់ថាវីដេអូនោះលឿនពេកអីពេកអញ្ចឹងណាស៊ីសងលើយើងត្រូវឆ្លាតក្នុងការមើលយើងមើលមិនទាន់យើងត្រូវស្កប់វីដេអូបាទប៉ុណ្្នឹងហើយវីដេអូ